ដោយសារតាប្តីចាស់វាមិនល្អលែងក្បាលវាចោលខំយកប្តីថ្មីប៉ុន្តែបងប្អូនហើយប្តីថ្មីរបស់ខ្ញុំធ្វើបាបខ្ញុំជាងប្តីចាស់ជីវិតខ្ញុំមកកាមអើយកាមតាអត់ទាន់ប្រាប់បងប្អូនសូមលាក់សិនថាប្តីថ្មីខ្ញុំជាណាអញ្ចឹងសូមមកមើលការធ្វើនំល្ពៅរបស់ខ្ញុំហើយនៅពេលខ្ញុំឈូសល្ពៅបងប្អូនវេទនាខ្លាំងត្មងខ្ញុំអត់មានប្រដាប់កោសដូងប្រដាប់កោសល្ពៅស្អាតស្អាតឲ្យគេមានតែប្រដាប់កោសដូងទូវាពិបាកឈូសល្អឈូសរបូតនងឯងបងប្អូនអញ្ចឹងហើយទៅក៏ទៅខ្ចីប្រដាប់ឈូសបន្លែរបស់ម្ដាយក្មេកខ្ញុំមានអីបងប្អូនតម្រាំតែរកកលុកលាក់ឈូសឃើញប៉ុន្តែឈូសចេញមកអាចទៅសៃលពៅចេញមកវាមិនសូវស្អាតទេបងប្អូនពិបាកធ្វើខ្លាំងមែនតើប៉ុន្តែទោះបីយ៉ាងណាក៏សប្បាយចិត្តដែរនឹកឃើញតែកូនចង់ញ៉ាំមួយវិញទៀតហ្នឹងថ្ងៃទី23ខ្ញុំត្រូវធ្វើដំណើរទៅប៊ុំបាយអញ្ចឹងមុនទៅគួរតែមាននំទុកឲ្យគាត់ញ៉ាំ4-5ថ្ងៃនៅពេលដែលខ្ញុំមិននៅអញ្ចឹងឥឡូវនេះគ្រឿងធ្វើនំល្ពៅខ្ញុំរួចរាល់ហើយជាស្រេចមានល្ពៅមួយចានអញ្ចឹងទៅហើយក៏មានម្សៅអង្ករខ្សាយប៉ុន្តែម្សៅអង្ករខ្សាយមិនប្រកាសបញ្ជាថាអង្ករខ្សាយសុទ្ធឬក៏លាយម្សៅពោតបងប្អូនដោយសារវគ្គពេលដែលខ្ញុំបានធ្វើនំស្អីភ្លេចបាត់តែមិនចាំគ្រាន់ថាខ្ញុំយកម្សៅចេញពីក្នុងថង់អញ្ចឹងទៅខ្ញុំបានដាក់ចូលវិញដល់ពេលវគ្គនេះម្សៅហ្នឹងធ្វើនំហ្មងទៅហើយខ្ញុំធ្វើនំល្ពៅម្ដងនេះមានអារម្មណ៍ថាល្អជាងមុននៅពេលខ្ញុំលាយម្សៅដើម្បីធ្វើនំល្ពៅមិនខាប់ពេកមិនលាយពេកបើធ្វើលើកមុនខុសរហូតហ្នឹងឯងបើមិនខាប់ជ្រុលក៏រាវជ្រុលដែរដោយសារពេលខ្លះចឹងទៅក៏ខ្ញុំដាក់ម្សៅច្រើនពេលខ្លះខ្ញុំដាក់ទឹកច្រើនចឹងទៅតែលើកនេះត្រូវមាច់ចូលមកតែម្ដងហើយនេះខ្ញុំកំពុងតែលាយម្សៅនៅពេលខ្ញុំលាយម្សៅធ្វើឯណាសំណុំស្នួនត្រឹមត្រូវខំយកវែកយកមកកូរដល់ពេលយកវែកមកកូរមិនទៅពិបាកពេកក៏ពាក់ថង់ចាំបាច់យកតែម្ដងឥឡូវនេះម្សៅល្ពៅខ្ញុំលាយហើយស្រេចក៏ខ្ញុំរៀបដាក់ថាសដើម្បីយកទៅចំហុយទៅជាន់ក្រមតែអត់ទាន់ផ្កាត់ភ្លើងអីតាក់បន្តិចអញ្ចឹងហើយដើររកអូនបន្តិចទៅរកថ្មបន្តិចទៅដើម្បីរៀបច្ក្រានហើយក៏ទៅឆ្នាំងដកខ្ជូតរបស់ម្ដាយក្មេកខ្ញុំឆ្នាំងហ្នឹងមិនមែនឆ្នាំងធម្មតាឆ្នាំងមាសឆ្នាំងពេជ្រគឺឆ្នាំងស្ពាន់ហ្នឹងឯងហើយក៏ផលិតតាំងពីឆ្នាំ1998ម្លេះឆ្នាំងហ្នឹងគឺយូរណាស់គេដំណើររបស់ម្ដាយក្មេកខ្ញុំអញ្ចឹងណាជើងជាក្រានមិនសូវមាំហ្មងទេបងប្អូនរកទៅដួលទេដោយសារដីជំរាលអញ្ចឹងបងប្អូនឃើញខ្ញុំយំក្នុងវីដេអូដោយសារតែផ្សែងភ្លើងនៅពេលខ្ញុំប្រកាត់ភ្លើងហ្នឹងវាផ្សែងខ្លាំងពេកខ្ញុំអត់មានអុសអញ្ចឹងទៅខ្ញុំប្រើអាស្កៃដូងវាសើមទៀតហើយតម្រាំតែប្រកាត់ភ្លើងចេញឡើងតែបានស្រេចហើយឥឡូវនេះខ្ញុំកំពុងតែលាយខ្ទិះដើម្បីយកស្រូបទៅលើនំល្ពៅអញ្ចឹងដំបូងឡើយមានស្អីច្រើននេះខ្ទិះដូងខ្ញុំធ្វើមានខ្ទិះតិចទៅមានស្ករអំបិលបន្តិចហើយនឹងម្សៅអង្ករខ្សាយកូរវឹកស្រេចកលេចមកមើលភ្លើងខ្ញុំអាលុតទៀតដែរបងប្អូនអើយនិយាយវេទនាខ្លាំងត្មងហើយបងប្អូនសួរថាមិនក៏មិនប្រើចក្រានហ្គាសនិយាយទៅបងប្អូនខ្ញុំក៏ចង់ប្រើចក្រានហ្គាសដែរតែដោយសារម្ដាយក្មេកខ្ញុំគាត់ធ្វើនំមកកៅបន្ទាប់អញ្ចឹងហើយបានខ្ញុំកាត់ភ្លើងត្មងទៅណាមួយក៏វាចំណេញហ្គាសក៏ចំណេញលុយកាក់ក៏យើងសំចាយបានមួយកម្រិតទៀតដើម្បីសន្សំលុយទៅលេងស្រុកព្រោះទៅស្រុកម្ដងបងប្អូនអើយដល់ផ្ទះស៊ីចាយហឺហាដោយឯងអ្នកមានអញ្ចឹងតាមពិតខ្លួនឯងទាំងអស់បានមកកាក់មិនសិននៅក្រៅស្រុកនេះធ្វើការឲ្យគេបែកញើសហូរញើដល់ច្បែបគូតម្រាំតែសន្សំលុយបានមកកាក់មិនសិនតែទៅផ្ទះម្ដងអស់រលីងរលាត់តែម្ដងហើយឥឡូវនេះផងដែរសូមណែនាំផលិតផលរបស់ផ្សារធម្មជាតិ24គឺទឹកអនាម័យអូនល្អប្រើខ្លាំងណាស់បងប្អូនអើយក្លិនក៏អូបប្រហើចឹងទៅពេលយើងប្រើមានអារម្មណ៍ថាត្រជាក់ផ្ដល់សំណើមដល់ស្បែកហើយកំចាត់បាក់តេរីបានល្អថែមទៀតផងហើយទឹកអនាម័យអូនផលិតនៅប្រទេសបារាំងបងប្អូនចឹងហើយបើសិនជាមានចំណាប់អារម្មណ៍នេះជា page របស់គាត់អរគុណឥឡូវនេះបងប្អូននំល្ពៅខ្ញុំគឺឆ្អិនហើយជាស្រេចតែបងប្អូនកុំឆ្ងល់អីនៅពេលដែលខ្ញុំធ្វើខ្ញុំរៀបដាក់ថាសធំដល់ពេលខ្ញុំយកទៅចំហុយចឹងទៅអាថាសហ្នឹងវាធំជាងឆ្នាំងចឹងហើយក៏ដាក់អាថាសទូចថាសមូលហ្មងទៅហើយមានពីរថាសជាតិវិញគឺឆ្ងាញ់ខ្លាំងមែនតែម្ដងខ្ញុំធ្វើពីរថាសប៉ុន្តែថតបង្ហាញបងប្អូនតែមួយថាសទេដោយសារលោកជាគាត់ញ៉ាំអស់មួយថាសបាត់ហើយវីដេអូខ្ញុំក៏មានប៉ុណ្ណឹងដែរអរគុណជម្រាបលាចាំជួបគ្នាដល់វគ្គក្រោយ